រឿងផ្ទះលេខ13ផ្លូវស្ងាត់ផ្លូវស្ងាត់គឺជាផ្លូវតូចមួយដែលស្ថិតនៅទីក្រុងដែលផ្ទះនីមួយមានសួនច្បារខៀវស្រងាត់និងបរិយាកាសស្ងប់ស្ងាត់ប៉ុន្តែផ្ទះលេខ13គឺជាករណីលើកលែងផ្ទះនោះមានសភាពចាស់ទ្រុឌទ្រោមនិងមានពាក្យចាមអារាមថាមានខ្មោចលងគ្រួសារលីបានផ្លាស់ចូលទៅក្នុងផ្ទះលេខ13ដោយសារតែតម្លៃថោករបស់វាលោកលីអ្នកស្រីលីនិងកូនស្រីតូចរបស់ពួកគេឈ្មោះម៉ាលីកាមិនបានជឿលើរឿងព្រេងនិទានអំពីខ្មោចលងនោះទេពួកគេគិតថានោះគ្រាន់តែជាការភ័យខ្លាចរបស់មនុស្សចាស់តែប៉ុណ្ណោះប៉ុន្តែភ្លាមបន្ទាប់ពីពួកគេផ្លាស់ចូលហេតុការណ៍ចម្លែកក៏ចាប់ផ្ដើមកើតឡើងទ្វារបើកបិទដោយខ្លួនឯងសំឡេងខ្សឹបខ្សៀវលាន់នៅពេញផ្ទះនិងស្រមោលចម្លែកលេចឡើងនៅជ្រុងម្ខាងនៃភ្នែកម៉ាលីកាបាននិយាយថានាងបានឃើញក្មេងស្រីម្នាក់ឈរនៅចុងគ្រែរបស់នាងរាល់យប់ដំបូងឡើយលោកនិងអ្នកស្រីលីមិនបានយកចិត្តទុកដាក់ចំពោះរឿងទាំងនោះទេពួកគេគិតថាកូនស្រីរបស់ពួកគេកំពុងតែស្រមើស្រមៃប៉ុន្តែហេតុការណ៍ចម្លែកកាន់តែកើតឡើងញឹកញាប់និងកាន់តែខ្លាំងឡើងធ្វើឲ្យពួកគេលែងអាចមិនអើពើបានថ្ងៃមួយម៉ាលីកាបានបាត់ខ្លួនលោកនិងអ្នកស្រីលីបានស្វែងរកកូនស្រីរបស់ពួកគេគ្រប់ទីកន្លែងប៉ុន្តែរកមិនឃើញសូម្បីតែដានមួយពួកគេបានរាយការណ៍ទៅប៉ូលីសប៉ុន្តែប៉ូលីសមិនអាចរកឃើញអ្វីទាំងអស់អស់សង្ឃឹមលោកនិងអ្នកស្រីលីបានងាកទៅរកជំនួយពីអ្នកជំនាញខាងវិញ្ញាណម្នាក់អ្នកជំនាញនោះបានមកដល់ផ្ទះលេខ13ហើយចាប់ផ្ដើមធ្វើការស៊ើបអង្កេតគាត់បានរកឃើញថាផ្ទះនោះពិតជាមានខ្មោចលងមែនហើយវិញ្ញាណដែលលងបន្លាចនោះគឺជាក្មេងស្រីម្នាក់ដែលបានស្លាប់នៅក្នុងផ្ទះនោះកាលពីប៉ុន្មានឆ្នាំមុនអ្នកជំនាញខាងវិញ្ញាណបាននិយាយថាក្មេងស្រីនោះកំពុងតែស្វែងរកមិត្តភក្តិហើយនាងបានចាប់យកម៉ាលីកាធ្វើជាមិត្តរបស់នាងគាត់បានប្រាប់លោកនិងអ្នកស្រីលីថាវិធីតែមួយគត់ដើម្បីយកម៉ាលីកាត្រឡប់មកវិញគឺត្រូវធ្វើពិធីបូជាដើម្បីបញ្ជូនវិញ្ញាណក្មេងស្រីនោះទៅកាន់ពិភពមួយផ្សេងទៀតលោកនិងអ្នកស្រីលីយល់ព្រមធ្វើតាមអ្វីដែលអ្នកជំនាញប្រាប់ពួកគេបានរៀបចំពិធីបូជានៅយប់បន្ទាប់នៅពេលដែលពិធីកំពុងប្រព្រឹត្តទៅផ្ទះទាំងមូលបានញ័រនិងពោរពេញទៅដោយសំឡេងចម្លែកស្រមោលខ្មៅបានរត់កាត់តាមជញ្ជាំងហើយខ្យល់ត្រជាក់បានបក់បោកយ៉ាងខ្លាំងភ្លាមនោះម៉ាលីកាបានលេចមុខឡើងនាងមើលទៅស្លេកស្លាំងនិងភ័យខ្លាចប៉ុន្តែនាងនៅមានជីវិតវិញ្ញាណក្មេងស្រីនោះបានលែងម៉ាលីកាហើយរលាយបាត់ទៅជារៀងរហូតលោកនិងអ្នកស្រីលីបានអបកូនស្រីរបស់ពួកគេយ៉ាងណែនពួកគេមានអារម្មណ៍ដឹងគុណដែលបានយកម៉ាលីកាត្រឡប់មកវិញពួកគេបានសម្រេចចិត្តផ្លាស់ចេញពីផ្ទះលេខ13ភ្លាមផ្ទះលេខ13ផ្លូវស្ងាត់នៅតែឈរនៅទីនោះដដែលផ្ទះនោះនៅតែទ្រុឌទ្រោមនិងមានពាក្យចាមអារាមថាមានខ្មោចលងប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូលទៅជិតផ្ទះនោះទៀតទេផ្ទះនោះនៅតែជារឿងព្រមានមួយសម្រាប់អ្នកដែលមិនជឿលើរឿងខ្មោចបន្ទាប់ពីបានផ្លាស់ចេញពីផ្ទះលេខ13គ្រួសារលីបានព្យាយាមបន្តជីវិតរបស់ពួកគេបានផ្លាស់ទៅទីក្រុងមួយផ្សេងទៀតហើយព្យាយាមបំភ្លេចរឿងរ៉ាវដ៏គួរឲ្យខ្លាចដែលបានកើតឡើងប៉ុន្តែស្នាមរបួសផ្លូវចិត្តនៅតែដក់ជាប់ក្នុងចិត្តរបស់ពួកគេម៉ាលីកាធំឡើងជាក្មេងស្រីដែលស្ងៀមស្ងាត់និងប្រុងប្រយ័ត្ននាងតែងតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមកនាងហើយនាងខ្លាចភាពងឹតខ្លាំងណាស់នាងមិនដែលភ្លេចក្មេងស្រីដែលបានចាប់នាងធ្វើជាមិត្តនោះទេប៉ុន្មានឆ្នាំក្រោយមកម៉ាលីកាបានក្លាយជានិស្សិតផ្នែកចិត្តសាស្ត្រនាងចង់យល់ពីចិត្តរបស់មនុស្សនិងជួយអ្នកដែលរងគ្រោះដោយសារបញ្ហាផ្លូវចិត្តនាងបានលះបង់ជីវិតរបស់នាងដើម្បីជួយអ្នកដទៃឲ្យរួចផុតពីភាពភ័យខ្លាចនិងការឈឺចាប់ថ្ងៃមួយម៉ាលីកាបានឮដំណឹងថាផ្ទះលេខ13ត្រូវបានដាក់លក់ម្ដងទៀតនាងមានអារម្មណ៍ចម្លែកនៅក្នុងចិត្តនាងដឹងថានាងត្រូវត្រឡប់ទៅទីនោះវិញដំបូងឡើយឪពុកម្ដាយរបស់នាងមិនយល់ព្រមឲ្យនាងត្រឡប់ទៅផ្ទះនោះទេ
ពួកគេខ្លាចថារឿងចាស់នឹងកើតឡើងម្ដងទៀតប៉ុន្តែម៉ាលីកាបានទូចថានាងត្រូវប្រឈមមុខនឹងអតីតកាលរបស់នាងដើម្បីអាចបន្តទៅមុខបានទីបំផុតឪពុកម្ដាយរបស់នាងក៏យល់ព្រមម៉ាលីកាបានធ្វើដំណើរត្រឡប់ទៅផ្លូវស្ងាត់វិញពេលដែលនាងឈរនៅមុខផ្ទះលេខ13នាងមានអារម្មណ៍ញាក់សាច់ពេញខ្លួនផ្ទះនោះនៅតែមើលទៅទ្រុឌទ្រោមនិងគួរឲ្យខ្លាចដូចដែលនាងចងចាំនាងដកដង្ហើមវែងហើយដើរចូលទៅក្នុងទីធ្លាផ្ទះផ្ទះនោះទេស្អាតនិងគ្មានគ្រឿងសង្ហារិមអ្វីទាំងអស់ប៉ុន្តែម៉ាលីកាអាចមានអារម្មណ៍ថាមានវត្តមានអ្វីមួយនៅក្នុងបន្ទប់នាងអាចជឿសំឡេងខ្សឹបខ្សៀវតិចនិងមានអារម្មណ៍ថាមានខ្យល់ត្រជាក់បក់មកប៉ះស្បែករបស់នាងម៉ាលីកាបានដើរទៅកាន់បន្ទប់ដែលនាងធ្លាប់ដេកកាលពីក្មេងនាងឈរនៅទីនោះមួយសន្ទុះហើយសម្លឹងមើលជុំវិញនាងអាចនឹកឃើញរាល់យប់ដែលនាងបានឃើញក្មេងស្រីនោះឈរនៅចុងគ្រែរបស់នាងភ្លាមនោះនាងបានឃើញស្រមោលមួយលេចឡើងនៅជ្រុងខាងនៃបន្ទប់ស្រមោលនោះមានរាងដូចក្មេងស្រីម៉ាលីកាមិនមានអារម្មណ៍ភ័យខ្លាចទេនាងមានអារម្មណ៍អាណិតអាសូរចំពោះវិញ្ញាណដែលជាប់នៅក្នុងផ្ទះនោះនាងបាននិយាយទៅកាន់ស្រមោលនោះថាបើខ្ញុំដឹងថាអ្នកនៅទីនេះខ្ញុំមិនចង់ធ្វើបាបអ្នកទេខ្ញុំគ្រាន់តែចង់យល់ពីអ្នកស្រមោលនោះចាប់ផ្ដើមរំកិលខ្លួនយឺតទីបំផុតស្រមោលនោះបានคล้ายទៅជារូបរាងក្មេងស្រីម្នាក់ដែលម៉ាលីកាស្គាល់ច្បាស់ម៉ាលីកាបានសួរក្មេងស្រីនោះថាហេតុអ្វីបានជាអ្នកធ្វើបែបនេះហេតុអ្វីបានជាអ្នកចាប់ខ្ញុំធ្វើជាមិត្តក្មេងស្រីនោះបានឆ្លើយដោយសំឡេងខ្សឹកខ្សួលថាបើខ្ញុំឯក៏ណាស់ខ្ញុំចង់បានមិត្តម្នាក់ទេម៉ាលីកាបាននិយាយថាបើខ្ញុំយល់ហើយប៉ុន្តែការធ្វើបែបនេះមិនមែនជាវិធីត្រឹមត្រូវទេអ្នកធ្វើឲ្យខ្ញុំនិងគ្រួសាររបស់ខ្ញុំឈឺចាប់ខ្លាំងណាស់ទេក្មេងស្រីនោះបានឆ្លើយថាបើខ្ញុំសុំទោសខ្ញុំមិនបានដឹងថាវាធ្វើឲ្យអ្នកឈឺចាប់ដល់ថ្នាក់នេះទេម៉ាលីកាបាននិយាយថាបើមិនអីទេខ្ញុំអភ័យទោសឲ្យអ្នកប៉ុន្តែអ្នកត្រូវចាកចេញពីទីនេះអ្នកត្រូវទៅកាន់កន្លែងដែលអ្នកអាចរកឃើញសន្តិភាពក្មេងស្រីនោះបានមកក្បាលនាងបាននិយាយថាអរគុណខ្ញុំនឹងចាកចេញភ្លាមនោះក្មេងស្រីនោះក៏រលាយបាត់ទៅម៉ាលីកាមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្តនាងដឹងថានាងបានធ្វើរឿងត្រឹមត្រូវម៉ាលីកាបានចាក់ចេញពីផ្ទះលេខ13ដោយមានអារម្មណ៍ថាបានធូរស្បើយពីបន្ទុកដ៏ធ្ងន់មួយនាងបានប្រឈមមុខនឹងភាពភ័យខ្លាចរបស់នាងហើយនាងបានឈ្នះចាប់ពីពេលនោះមកម៉ាលីកាបានលះបង់ជីវិតរបស់នាងដើម្បីជួយអ្នកដែលរងគ្រោះដោយសារបញ្ហាផ្លូវចិត្តនិងវិញ្ញាណនាងបានក្លាយជាអ្នកព្យាបាលដ៏ល្បីល្បាញម្នាក់ហើយនាងបានជួយមនុស្សរាប់ពាន់នាក់ឲ្យរួចផុតពីភាពងងឹតហើយផ្ទះលេខ13ផ្លូវស្ងាត់នៅតែឈរនៅទីនោះដដែលប៉ុន្តែពេលនេះផ្ទះនោះលែងមានខ្មោចឡងទៀតហើយវិញ្ញាណក្មេងស្រីនោះបានចាក់ចេញទៅរកសន្តិភាពផ្ទះនោះបានក្លាយជានិមិត្តរូបនៃការសង្គ្រោះនិងការអភ័យទោសតើអ្នកគិតថារឿងនេះគួរឲ្យខ្លាចទេ